តើអ្វីទៅគឺជាចិត្តវិទ្យាខ្មៅងងឹតបើយោងតាមការចងក្រងនៃសៀវភៅល្បីៗជាច្រើនបានឲ្យនិយមន័យរួមមួយថាចិត្តវិទ្យាខ្មៅងងឹតគឺជាការសិក្សាអំពីស្ថានភាពរបស់មនុស្សដែលតាក់ទងទៅនឹងការប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះបញ្ចូលការបង្ខិតបង្ខំនិងការដាក់សម្ពាធផ្លូវចិត្តដើម្បីទទួលបានអ្វីដែលខ្លួនចង់បានពីអ្នកដទៃដោយពុំបានខ្វល់ពីផលប៉ះពាល់ឬក្រមសីលធម៌ហើយវាគឺជាផ្នែកងងឹតនៃខួរក្បាលរបស់មនុស្សដែលប្រើប្រាស់ចំណេះដឹងចិត្តវិទ្យាជាអាវុធជាជាងការប្រើប្រាស់ដើម្បីព្យាបាលឬជួយគ្នាហើយសសរស្តម្ភនៃចិត្តវិទ្យាខ្មៅងងឹតនេះគឺការចេញពីលក្ខណៈសម្បត្តិ3យ៉ាងដែលគេហៅថាត្រីកោណងងឹត1អំនួតជ្រុលហួសហេតុការយល់ថាខ្លួនឯងអស្ចារ្យជាងគេត្រូវការសរសើរជានិច្ចនិងខ្វះមេត្តាចំពោះអ្នកដទៃ2ល្បិចកលនិយមការជឿថាលទ្ធផលសំខាន់ជាងវិធីសាស្ត្រមនុស្សប្រភេទនេះប្រើល្បិចបោកប្រាស់និងកេងចំណេញដើម្បីសម្រេចតែគោលដៅហើយការមានអារម្មណ៍មិនខុសឆ្គងឬសោកស្ដាយពេលធ្វើបាបអ្នកដទៃនឹងមានចរិតរឹងរូសត្រជាក់ត្រជុំហើយគោលបំណងនៃចិត្តវិទ្យាខ្មៅងងឹតនោះគឺដើម្បីសម្រេចនូវគោលដៅធំ4គឺ1ការគ្រប់គ្រងចង់ឲ្យអ្នកដទៃធ្វើតាមបង្គាប់របស់ខ្លួនគ្រប់ពេល2ការកេងចំណេញទាញយកផលប្រយោជន៍ជាលុយកាក់អំណាចឬឋានៈពីអ្នកដទៃការបំបាក់ស្មារតីឬធ្វើឲ្យជនរងគ្រោះបាត់បង់ទំនុកចិត្តលើខ្លួនឯងដើម្បីងាយស្រួលជន់ពន្លិច4ការលាក់បាំងការពិតប្រើសម្ដីផូរផូតដើម្បីបិទបាំងកំហុសឬចេតនាអាក្រក់របស់ខ្លួនចុះហេតុអ្វីទៅចាំបាច់ត្រូវយល់ដឹងអំពីចិត្តវិទ្យាខ្មៅងងឹតទាំងនេះការយល់ដឹងអំពីចិត្តវិទ្យាទាំងនេះមិនមែនបានន័យថាបង្រៀនឲ្យយើងធ្វើជាមនុស្សអាក្រក់នោះទេប៉ុន្តែចង់ឲ្យយល់ថាពិភពលោកមិនមែនសុទ្ធតែពណ៌សនោះទេវាក៏មានពណ៌ខ្មៅដែរការស្គាល់ពីអាវុធរបស់សត្រូវគឺជាវិធីសាស្ត្រការពារខ្លួនដ៏ល្អប្រសើរបំផុតដើម្បីឲ្យអ្នកងាយស្រួលយល់ពីរបៀបដែលចិត្តវិទ្យាខ្មៅងងឹតដំណើរការក្នុងជីវិតជាក់ស្ដែងខ្ញុំសូមលើកយកឧទាហរណ៍ជារឿងខ្លីមួយដែលបង្ហាញពីចេតនានិងបច្ចេកទេសក្នុងការបំពុលខួរក្បាលឲ្យវង្វេងនិងការកាត់ផ្តាច់ទំនាក់ទំនងអន្ទាក់នៃពាក្យផ្អែមល្ហែមមានបរិសម្នាក់ឈ្មោះសុកនិងនារីម្នាក់ឈ្មោះតារាពួកគេទើបតែចាប់ផ្ដើមស្រឡាញ់គ្នាសុកគឺជាមនុស្សដែលពូកែប្រើចិត្តវិទ្យាខ្មៅងងឹតដោយមិនអោយតារាដឹងខ្លួនឡើយការប្រើនុយផ្អែមល្ហែមដំបូងឡើយសុកធ្វើល្អដាក់តារាខ្លាំងណាស់គេទិញកាដូឲ្យរាល់ថ្ងៃសរសើរនាងមិនដាច់ពីមាត់និងចំណាយពេលជាមួយនាង24ម៉ោងតារាមានអារម្មណ៍ថាសុកគឺជាមនុស្សប្រុសដ៏ល្អបំផុតក្នុងโลกនេះគឺជាការបង្កើតការពឹងផ្អែកអារម្មណ៍ការកាត់ផ្ដាច់នៅពេលតារាចង់នៅជាមួយមិត្តភក្តិឬគ្រួសារសុកចាប់ផ្ដើមប្រើសម្ដីបែបនេះអូនទៅជួបមិត្តភក្តិអូនចុះបងមិនអីទេទោះបីបងកំពុងឈឺក្បាលហើយចង់ឲ្យអូននៅក្បែរក៏ដោយមិត្តភក្តិអូនសំខាន់ជាងបងមែនទេដោយសារក្តីស្រឡាញ់តារាក៏សម្រេចចិត្តនៅជាមួយសុកហើយបន្តិចម្ដងនាងក៏ដាច់ឆ្ងាយពីអ្នកនៅជុំវិញខ្លួនរហូតសល់តែសុកម្នាក់គត់ជាទីបង្អែកការបំពន់ខួរក្បាលថ្ងៃមួយតារាឃើញសុកលួចឆាតជាមួយស្រីផ្សេងទៅពេលនាងសួរសុកមិនត្រឹមតែមិនសុំទោសទេតែគេបែរជាខឹងច្រឡោតតោតទោសហើយនិយាយថាអូនឯងឈួតហើយមែនទេបងគ្រាន់តែនិយាយរឿងការងារអូនឯងនឹងហើយដែលគិតច្រើនពេកសង្ស័យច្រើនពេករហូតធ្វើឲ្យហត់ចិត្តបើនៅតែបែបហ្នឹងទំនាក់ទំនងយើងច្បាស់ជាបែកបាក់ដោយសារចរិតអូនឯងហើយតារាចាប់ផ្ដើមសង្ស័យលើខ្លួនឯងនាងគិតថាប្រហែលជាខ្លួននាងកំពុងតែគិតច្រើនប្រហែលជានាងខុសដែលទៅចោទប្រកាន់គាត់ការវិភាគមួយចំនួនទៅលើចិត្តវិទ្យានៅក្នុងរឿងនេះ1បង្កើតឲ្យជនរងគ្រោះញៀននឹងក្តីស្រឡាញ់ដើម្បីងាយស្រួលគ្រប់គ្រងនៅពេលក្រោយ2ការធ្វើឲ្យតារាមានអារម្មណ៍ខុសឆ្គងលើរឿងមិត្តភក្តិដើម្បីឲ្យនាងធ្វើតាមអ្វីដែលខ្លួនចង់បាន3ការបង្វែរកំហុសពីខ្លួនឯងទៅឲ្យជនរងគ្រោះវិញរហូតដល់ជនរងគ្រោះលែងទុកចិត្តលើការយល់ឃើញរបស់ខ្លួនឯង
Đồនៅក្នុងរឿងនេះសុកមិនបានប្រើកម្លាំងបាយទេប៉ុន្តែគេប្រើចិត្តវិទ្យាដើម្បីរុំព័ទ្ធតារាឲ្យជាប់ក្នុងអន្ទាក់របស់គេចុះបើតារាមិនបានរៀនពីចិត្តវិទ្យាខ្មៅងងឹតនាងនឹងគិតថាខ្លួនឯងជាអ្នកខុសជារៀងរហូតនេះគ្រាន់តែជារឿងមួយនៃការប្រៀបធៀបប៉ុន្តែសន្តាននិងវិធីសាស្ត្រក្នុងការប្រើប្រាស់មានលក្ខណៈដតីពីគ្នាប៉ុន្តែលំនាំនៃការប្រើប្រាស់គឺមានគោលដៅរួមតែមួយដោយដែលបានលើកឡើងនៅខាងលើតើអ្នកធ្លាប់បានជួបមនុស្សដែលមើលទៅហាក់ដូចជាមានមន្តស្នេហ៍ខ្លាំងតែបែរជាមានចិត្តដាច់និងចូលចិត្តបង្កប់បញ្ជាអ្នកដទៃដែរឬទេនៅក្នុងពិភពចិត្តវិទ្យាមនុស្សប្រភេទនេះអាចស្ថិតនៅក្នុងក្រុមមនុស្សដែលគេហៅថាត្រីកោណងងឹតនេះមិនមែនជារឿងព្រេងនិទានទេប៉ុន្តែវាជាការរួមបញ្ចូលគ្នានៃបុគ្គលិកលក្ខណៈបំពុលឬលក្ខណៈតុកសិកចំនួន3ដែលធ្វើឲ្យមនុស្សម្នាក់ក្លាយជាអ្នកលេងល្បែងផ្លូវចិត្តដ៏គ្រោះថ្នាក់បំផុតមួយនោះគឺភាពស្រឡាញ់ខ្លួនឯងខ្លាំងហួសហេតុនេះគឺជាជ្រុងទី1នៃត្រីកោណមនុស្សប្រភេទនេះមិនត្រឹមតែស្រឡាញ់ខ្លួនឯងនោះទេតែគេឈួតនឹងខ្លួនឯងតែម្ដងសញ្ញាសម្គាល់នោះគឺត្រូវការកោតសរសើរមិនចេះជាប់គិតថាខ្លួនឯងល្អជាងគេខ្ពស់ជាងគេនិងគ្មានចិត្តមេត្តាចំពោះអ្នកដទៃចំណុចតាក់ទាញនោះគឺពួកគេច្រើនតែមានទំនុកចិត្តខ្ពស់និងមើលទៅដូចជាមេដឹកនាំប៉ុន្តែវាគ្រាន់តែជាសម្បកក្រៅដើម្បីបិទបាំងភាពទទេស្អាតនៅខាងក្នុងតែប៉ុណ្ណោះទី2នោះគឺភាពប៉ុនប្រសពក្នុងការប្រើល្បិចនិងការបោកប្រាស់សម្រាប់ពួកគេលទ្ធផលសំខាន់ជាងមធ្យោបាយសញ្ញាសម្គាល់នោះគឺចូលចិត្តរៀបចំផែនការសម្ងាត់ប្រើល្បិចកិច្ចកលដើម្បីទាក់ទាញយកផលប្រយោជន៍ពីអ្នកដទៃនិងមិនខ្វល់ពីសិលធម៌ចំណុចទាក់ទាញនោះគឺពួកគេឆ្លាតត្រជាក់ត្រជុំនិងពូកែសង្កេតចំណុចខ្សោយរបស់អ្នកដទៃដើម្បីយកមកធ្វើជាឈ្នាន់ទី3នោះគឺលក្ខណៈដែលមានចិត្តដាច់នេះគឺជាជ្រុងដែលគួរឲ្យខ្លាចបំផុតវាបង្ហាញពីភាពសាហាវនិងមិនខ្វាយខ្វល់ពីអារម្មណ៍ឈឺចាប់របស់អ្នកដទៃសញ្ញាសម្គាល់នោះគឺចូលចិត្តធ្វើអ្វីតាមតែទំនើងចិត្តមិនចេះខ្លាចញញើតនិងមិនដែលមានអារម្មណ៍ខុសក្រោយពេលធ្វើបាបអ្នកដទៃឡើយចំណុចតាក់ទាញនោះគឺពួកគេអាចជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំងដែលធ្វើឲ្យអ្នកជឿជាក់រហូតដកខ្លួនមិនរួចចុះហេតុអ្វីបានយើងចាំបាច់គួរយល់ដឹងពីពួកគេការស្គាល់ពីត្រីកោណងងឹតមិនមែនដើម្បីឲ្យយើងទៅវិនិច្ឆ័យអ្នកដទៃលេងនោះទេប៉ុន្តែដើម្បីការពារខ្លួនឯងនិងទប់ទល់នឹងមនុស្សប្រភេទនេះ1ការប្រើប្រាស់អ្នកនៅពេលអ្នកអស់តម្លៃពួកគេនឹងបោះបង់អ្នកចោលដោយមិនសោកស្ដាយ2បំផ្លាញទំនុកចិត្តពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងខុសជានិច្ច3បង្កើតភាពវឹកវរពួកគេសប្បាយចិត្តនៅពេលឃើញអ្នកដទៃមានចំនួនដើម្បីឲ្យកាន់តែច្បាស់យើងអាចពិនិត្យមើលតួអង្គល្បីៗក្នុងរឿងសាមកុកដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីជ្រុងនីមួយៗនៃត្រីកោណងងឹតនេះបានយ៉ាងច្បាស់បំផុត1លីពូតំណាងឲ្យភាពស្រឡាញ់ខ្លួនឯងនិងអាត្មានិយមលីពូគឺជាមនុស្សដែលមានកម្លាំងខ្លាំងនិងពូកែលើសគេប៉ុន្តែគាត់មានអត្តចរិតមួយចំនួនដែលគួរឲ្យកត់សម្គាល់សកម្មភាពគាត់តែងតែគិតថាខ្លួនឯងគឺជាអ្នកខ្លាំងបំផុតក្នុងโลกមិនស្ដាប់បង្គាប់នរណាហើយត្រៀមខ្លួនក្បត់អ្នកមានគុណគ្រប់ពេលដូចជាការសម្លាប់ឪពុកធរដែលជាអ្នកមានគុណទាំងពីរដើម្បីតែមហិច្ឆតានិងការចង់បានការលើកដំកើងសម្រាប់ខ្លួនឯងលទ្ធផលដោយសារតែការគិតតែពីខ្លួនឯងនិងមិនខ្វល់ពីអារម្មណ៍អ្នកដទៃគាត់ត្រូវបានគេមើលឃើញថាជាមនុស្សបំពានម្ចាស់ដែលពុំមាននរណាម្នាក់ហ៊ានជឿទុកចិត្តទី2នោះគឺសឺម៉ាអ៊ីតំណាងឲ្យការប្រើល្បិចកលនិងការអត់ធ្មត់រងចាំឱកាសនិយាយចំពោះចំណុចទាំងនេះគ្មាននរណាលើសឺម៉ាអ៊ីឡើយគាត់គឺជាអ្នកលេងល្បែងចិត្តសាស្ត្រកំពូលសកម្មភាពរបស់គាត់គឺគាត់ទ្រាំទ្រនឹងការប្រមាថធ្វើពុតជាឈឺធ្វើពុតជាមនុស្សចាស់ជរារៀបនឹងស្លាប់ដើម្បីបញ្ឆោតសត្រូវឲ្យធ្វេសប្រហែសគាត់មិនដែលបង្ហាញចិត្តគំនិតពិតប្រាកដឲ្យនរណាដឹងឡើយ
សម្រាប់គាត់ការឈ្នះគឺជាគោលដៅតែមួយគត់ទោះត្រូវប្រើវិធីខូចខលប៉ុណ្ណាក៏ដោយលទ្ធផលដែលគាត់ទទួលបាននោះគឺភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការពីក្រោយខ្នងនេះហើយដែលធ្វើឲ្យអំណាចទាំងអស់ធ្លាក់មកលើត្រកូលស៊ឺម៉ារយៈពេលវែងឆ្ងាយហើយម្នាក់ទៀតនោះគឺឆាវតំណាងឲ្យភាពដែលមានចិត្តដាច់ទោះបីជាឆាវជាមេដឹកនាំដ៏ខ្លាំងពូកែប៉ុន្តែសកម្មភាពខ្លះរបស់គាត់បានឆ្លុះបញ្ចាំងដែលមានសភាពចិត្តដាច់សកម្មភាពរបស់គាត់នោះគឺពេលគាត់សម្លាប់គ្រួសារសាច់ញាតិរបស់ខ្លួនឯងដោយតែការសង្ស័យខុសទោះដឹងថាខ្លួនឯងសម្លាប់មនុស្សខុសហើយក៏គាត់មិនត្រឹមតែមិនសោកស្ដាយទេថែមទាំងនិយាយពោលពាក្យស្លោកដ៏ល្បីល្បាញទៀតថាសុខចិត្តឲ្យខ្ញុំក្បត់មនុស្សក្នុងលោកក៏មិនឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរផលដែលយើងអាចសង្កេតមើលឃើញនោះគឺភាពគ្មានវិបដិសារីធ្វើឲ្យគាត់អាចធ្វើការសម្រេចចិត្តបានយ៉ាងសាហាវឃោឃៅដើម្បីរក្សាសុវត្ថិភាពនិងអំណាចរបស់គាត់ដោយមិនរុញរាលើកដៃកាប់ប្រហារបង្ហូរឈាមនៅក្នុងរឿងសាមកុកយើងឃើញថាអ្នកដែលមានត្រីកោណងងឹតទាំងនេះច្រើនតែជាអ្នកដែលមានអំណាចខ្លាំងប៉ុន្តែចំណុចខ្សោយរបស់ពួកគេគឺភាពឯកោគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលត្រៀមខ្លួនតែនឹងក្បត់គ្រប់ពេលនោះទេមនុស្សដែលមានល្បិចកលនិយមមនុស្សប្រភេទនេះក៏ជាផ្នែកមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរហើយក៏ប្រកបដោយភាពគ្រោះថ្នាក់បំផុតនៅក្នុងត្រីកោណងងឹតតោះយើងមកស្វែងយល់លម្អិតអំពីលក្ខណៈសម្បត្តិនិងរបៀបវិរៈនៃបុគ្គលដែលមានអត្តចរិតបុគ្គលិកលក្ខណៈបែបនេះ 1. ប្រភេទមនុស្សបែបនេះគេរំពឹងយកលទ្ធផលជាជាងវិធីសាស្ត្រហើយចំពោះមនុស្សប្រភេទនេះគោលដៅគឺជាអ្វីគ្រប់យ៉ាងដែលគេប្រាថ្នាចង់បានប្រសិនបើពួកគេចង់បានតំណែងអំណាចឬលុយកាក់ពួកគេមិនខ្វល់ថាត្រូវប្រើវិធីសាស្ត្របែបណានោះទេទោះបីជាត្រូវភូតភរបោកប្រាស់ឬក្បត់ទំនុកចិត្តមិត្តភ័ក្តិក៏ដោយឲ្យតែបានសម្រេចជោគជ័យពួកគេចាត់ទុកថាវាជាភាពវៃឆ្លាតទាំងអស់ចំណុចទី2គឺការគ្រប់គ្រងនិងការបង្គាប់បញ្ជាពួកគេគឺជាអ្នកជំនាញក្នុងការទាក់ទាញក្រសែភ្នែកអ្នកដទៃពួកគេអង្កេតមើលចំណុចខ្សោយរបស់អ្នកដទៃរួចប្រើប្រាស់ចំណុចខ្សោយនោះដើម្បីកេងចំណេញដូចជាការប្រើប្រាស់សម្ដីផ្អែមល្ហែមដើម្បីធ្វើឲ្យគេជឿជាក់ការបង្កើតកំហុសឲ្យអ្នកដទៃដើម្បីឲ្យខ្លួនឯងមើលទៅត្រឹមត្រូវការលាក់បាំងការពិតផ្ដល់ព័ត៌មានតែមួយផ្នែកដែលចំណេញដល់ខ្លួនឯង 3. ពួកគេពូកែវិភាគម៉ត់ចត់ពួកគេមិនធ្វើអ្វីមួយតាមភាពឆេវឆាវនោះទេហើយតាមអារម្មណ៍ក៏អត់ផងដែរពួកគេជាអ្នករៀបផែនការដ៏ល្អនិងល្អិតល្អន់ហើយមានភាពអត់ធ្មត់ខ្ពស់ពួកគេមិនបញ្ចេញអារម្មណ៍ពិតឡើយប្រសិនបើវាមិនមានភាពចំណេញគេអាចធ្វើជាមនុស្សល្អបំផុតនៅចំពោះមុខអ្នកប្រសិនបើអ្នកនៅមានប្រយោជន៍សម្រាប់ពួកគេមើលមនុស្សជុំវិញខ្លួនជាអុកឬឧបករណ៍សម្រាប់បម្រើផលប្រយោជន៍ខ្លួនជាជាងមើលឃើញមនុស្សជុំវិញខ្លួនមានវិញ្ញាណភាពគ្មានសិលធម៌ក្នុងចិត្តពួកគេមិនមែនមិនស្គាល់ខុសស្គាល់ត្រូវនោះទេប៉ុន្តែពួកគេរើសមិនយកភាពល្អត្រឹមត្រូវមកអនុវត្តពួកគេយល់ថាសិលធម៌គឺជាអ្វីដែលចងជើងមនុស្សទន់ជ្រាយនៅក្នុងពិភពលោករបស់ពួកគេមានតែអ្នកខ្លាំងនិងអ្នកចេះប្រើល្បិចប៉ុណ្ណោះដែលស័ក្តិសមនឹងទទួលបានជ័យជំនះមនុស្សអត្តចរិតបែបនេះច្រើនទទួលបានជ័យជំនះខ្ពស់ក្នុងជីវភាពរស់នៅនិងការងាររួមទាំងនយោបាយក្នុងរយៈពេលខ្លីប៉ុន្តែពួកគេច្រើនតែបរាជ័យក្នុងការរក្សាទំនាក់ទំនងពិតប្រាកដជាមួយមនុស្សជុំវិញខ្លួននៅក្នុងរយៈពេលវែងនិងយូរអង្វែងបានលើកយកចំណុចមួយចំនួននៅក្នុងរឿងសាមកុកមកលើកជាឧទាហរណ៍ 1. ត្រង់កន្លែងការសម្លាប់គ្រួសាររបស់លោកលីប៉ូស៊ឺដោយសារតែហេតុនៃការសង្ស័យប្រហែលនេះជាឧទាហរណ៍ដ៏ខ្មៅងងឹតបំផុតនៃគោលការណ៍នេះលទ្ធផលសំខាន់ជាងវិធីសាស្ត្រក្នុងពេលកំពុងរត់គេចខ្លួនឆាយបានចូលសម្រាកនៅផ្ទះមិត្តភ័ក្តិរបស់ឪពុកខ្លួននៅពេលឮសំឡេងកំបិតនិងពិភាក្សាគ្នាគាត់សង្ស័យថាគេនឹងសម្លាប់គាត់រួចក៏សម្រេចចិត្តសម្លាប់មនុស្សមួយផ្ទះតែម្ដងលក្ខណៈដែលបង្ហាញយ៉ាងជាក់ច្បាស់នោះគឺទោះបីដឹងខ្លួនថាយល់ច្រឡំ
ដែលតាមការពិតនោះគេសម្លៀងកំបិតសម្រាប់ជ្រូកទទួលភ្ញៀវក៏គាត់នៅតែសម្លាប់មនុស្សដែលរស់នៅក្នុងផ្ទះទាំងអស់ដើម្បីបំបិទមាត់និងការពារសុវត្ថិភាពរបស់ខ្លួនឧទាហរណ៍ទី2នោះគឺត្រង់ចំណុចឆាវខ្ចីក្បាលមន្ត្រីស្បៀងដើម្បីពន្លត់កំហឹងរបស់កងទ័ពមានពេលមួយនៅក្នុងសមរភូមិស្បៀងកងទ័ពចិត្តអស់ធ្វើឲ្យទាហានមានការមិនពេញចិត្តនិងចង់បះបោរឆាវបានបង្គាប់ឲ្យមន្ត្រីរក្សាស្បៀងរង្វាស់តូចដើម្បីវាស់ចែកកងទ័ពក្នុងការសន្សំស្បៀងដល់ពេលទាហានខឹងសម្បាឆាវបែរជាចោទប្រកាន់មន្ត្រីម្នាក់នោះថាពុករលួយកេងប្រវ័ញ្ចស្បៀងរួចក៏កាត់ក្បាលមន្ត្រីនោះបង្ហាញកងទ័ពលក្ខណៈដែលបង្ហាញឲ្យឃើញជាច្បាស់នោះគឺគាត់ដឹងថាការសម្លាប់មនុស្សដែលគ្មានកំហុសគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចរក្សាសណ្ដាប់ធ្នាប់កងទ័ពជួរមុខគាត់ប្រើប្រាស់ជីវិតមនុស្សជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហារបស់គាត់ហើយឧទាហរណ៍ទី3ក្នុងរឿងនេះផងដែរនោះគឺការគ្រប់គ្រងអធិរាជដើម្បីបញ្ជាលើម្ចាស់ទឹកដីឆាយមិនបានបណ្ដេញអធិរាជចេញពីតំណែងភ្លាមទេប៉ុន្តែគាត់បានយកអធិរាជមកទុកនៅក្រោមការគ្រប់គ្រងរបស់គាត់ប្រើឈ្មោះអធិរាជដើម្បីបង្គាប់បញ្ជាអ្នកដទៃនិងកម្ចាត់សត្រូវលក្ខណៈដែលបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់នោះគឺវាជាល្បិចកលនយោបាយដ៏ឆ្លាតវៃគាត់មិនត្រូវការឈ្មោះជាស្ដេចដែលនាំឲ្យគេស្អប់ខ្ពើមគ្រប់ទិសទីឡើយប៉ុន្តែគាត់ត្រូវការអំណាចស្ដេចនៅក្នុងដៃដើម្បីសម្រេចគោលដៅពង្រីកទឹកដីហើយឧទាហរណ៍មួយចុងក្រោយដែលមានភាពទាក់ទាញនិងលេចធ្លោផងដែរនោះគឺការប្រើប្រាស់មនុស្សចិត្តវិទ្យាក្នុងការទាក់ទាញទោះបីគាត់សាហាវប៉ុន្តែឆាវជាមនុស្សជំនាញក្នុងការទាក់ទាញមនុស្សគាត់អាចបន្ទាបខ្លួនលួងលោមនិងផ្ដល់រង្វាន់ដល់អ្នកដែលមានសមត្ថភាពដូចជាពេលគាត់ព្យាយាមទាក់ទាញគួនអ៊ីជាដើមលក្ខណៈទាំងនេះបានបង្ហាញឲ្យឃើញច្បាស់ថាការផ្ដល់សេចក្តីស្រឡាញ់ឬការឲ្យតម្លៃរបស់គាត់ច្រើនតែមានរបៀបវិរៈនៅពីក្រោយគាត់ប្រើប្រាស់មនុស្សទៅតាមសមត្ថភាពដើម្បីបម្រើមហិច្ឆតាដណ្ដើមរាជ្យរបស់គាត់នៅក្នុងរឿងសាមកុកឆាយជាតួអង្គដែលប្រើល្បិចកិច្ចកលនិយមមកคล้ายជាអាវុធដើម្បីឈានទៅរកភាពជោគជ័យភាពគ្មានមេត្តានៃត្រីកោណងងឹតនៅក្នុងចិត្តមនុស្សហើយចំណុចនេះត្រូវបានគេចាត់ទុកថាជាចំណុចដែលគ្រោះថ្នាក់បំផុតនៅក្នុងចំណោមលក្ខណៈទាំង3ដោយសារវាពាក់ព័ន្ធនឹងការខ្វះខាតមនសិការទាំងស្រុងហើយនេះគឺជាការរៀបរាប់ពន្យល់លម្អិតបន្ថែមអំពីចំណុចនេះ1ការខ្វះក្តីមេត្តានិងភាពត្រជាក់ត្រជុំមនុស្សដែលមានចរិតបែបនេះមិនមានសមត្ថភាពក្នុងការយល់ឬមានអារម្មណ៍ឈឺចាប់ជំនួសអ្នកដទៃឡើយបើពួកគេធ្វើឲ្យនរណាម្នាក់យំឬខូចចិត្តពួកគេមិនត្រឹមតែមិនអាណិតតែអាចនឹងមើលឃើញថាវាជារឿងធម្មតាឬភាពទន់ខ្សោយរបស់ជនរងគ្រោះទៅវិញ2អវត្តមាននៃអារម្មណ៍ខុសឆ្គងជាទូទៅមនុស្សយើងតែងតែមានអារម្មណ៍មិនល្អឬដេកមិនលក់នៅពេលធ្វើខុសប៉ុន្តែសម្រាប់មនុស្សប្រភេទនេះវិញពួកគេមិនមាននោះទេទោះបីជាពួកគេបោកប្រាស់បំផ្លាញអាជីពឬធ្វើបាបផ្លូវចិត្តអ្នកដទៃយ៉ាងធ្ងន់ធ្ងរក៏ពួកគេនៅតែអាចរស់នៅនិងគេងលក់យ៉ាងសុខស្រួលហើយពុំមានអារម្មណ៍ថាសោកស្ដាយបន្តិចសោះឡើយចំណុចទី3នោះគឺភាពរឹងរូសនឹងការចូលចិត្តភាពរំភើបពួកគេជារឿយមានអត្តចរិតរឹងរូសចូលចិត្តធ្វើតាមតែចិត្តចង់បាននិងមិនសូវខ្វល់ពីផលលំបាកឬគ្រោះថ្នាក់ដែលនឹងកើតឡើងចំពោះខ្លួនឯងឬអ្នកដទៃឡើយពួកគេត្រូវការរំញោចខ្លាំងដើម្បីមានអារម្មណ៍ថារស់រវើកដែលជួនកាលនាំទៅរកទង្វើខុសច្បាប់ឬសកម្មភាពប្រថុយប្រថាន4របាំងនៃភាពថ្លៃថ្នូរចំណុចដែលគួរឲ្យខ្លាចបំផុតនោះគឺពួកគេភាគច្រើនមានអារម្មណ៍មានមន្តស្នេហ៍បោកបញ្ឆោតពួកគេចេះសម្ដែងជាមនុស្សសុភាពរស់រាយនិងឆ្លាតវៃដើម្បីទាក់ទាញចំណាប់អារម្មណ៍និងបង្កើតទំនុកចិត្តពីអ្នកដទៃមុននឹងចាប់ផ្ដើមប្រើល្បិចកេងចំណេញនៅក្នុងចិត្តវិទ្យាខ្មៅងងឹតមនុស្សប្រភេទនេះមិនមែនសំដៅលើឃាតករនៅក្នុងរឿងភាគនោះទេតែសំដៅនៅក្នុងសង្គមជាក់ស្ដែងពួកគេអាចជាអ្នកដឹកនាំដែលគ្មានមេត្តាជាមិត្តភក្តិដែលចេះតែចាក់រុកឬជាដៃគូស្នេហា
ដែលពូកែគ្រប់គ្រងនិងធ្វើបាបផ្លូវចិត្តដើម្បីឲ្យកាន់តែងាយនិងយល់ច្បាស់អំពីមនុស្សប្រភេទនេះដែលតួក្នុងជីវិតពិតខ្ញុំសូមលើកយកសាច់រឿងឧបទ្ទវហេតុមួយនៅក្នុងកន្លែងធ្វើការមកធ្វើការបង្ហាញជូនរឿងរបាំងមុខរបស់វិចិត្រជាបុគ្គលិកដែលមានលក្ខណៈពូកែសម្ដែងគ្មានមេត្តានិងខ្វះមនសិការសុភីជាបុគ្គលិកខិតខំធ្វើការនិងមានចិត្តទន់ភ្លន់1ការបង្កើតអារម្មណ៍មុនស្នេហ៍បោកបញ្ឆោតវិចិត្របានចូលមកធ្វើការក្នុងក្រុមហ៊ុនថ្មីមួយគេជាមនុស្សដែលមើលទៅរស់រាយឆ្លាតវៃនិងចូលចិត្តជួយអ្នកដទៃគេបានចូលទៅចិត្តសុភីហើយនិយាយថាសុភីបើមានការងារអ្វីច្រើនឲ្យខ្ញុំជួយបានណាយើងជាក្រុមការងារតែមួយទេសុភីជឿជាក់លើវិចិត្រយ៉ាងខ្លាំងនិងបានចែករំលែករាល់គំនិតសំខាន់នៃគម្រោងថ្មីឲ្យវិចិត្រដឹងពីការកេងចំណេញដោយគ្មានភាពស្ទាក់ស្ទើរនៅពេលដល់ថ្ងៃបង្ហាញគម្រោងទៅកាន់នាយកក្រុមហ៊ុនវិចិត្របានលួចកែឯកសាររបស់សុភីឲ្យមានកំហុសជាបច្ចេកទេសធ្ងន់ធ្ងររួចយកគំនិតល្អៗរបស់សុភីមកធ្វើជាគម្រោងផ្ទាល់ខ្លួនរបស់គេវិញវិចិត្រឡើងនិយាយយ៉ាងរលូននិងទទួលបានការសរសើរពេញទំហឹង3ភាពអវត្តមាននៃអារម្មណ៍ខុសឆ្គងក្រោយការប្រជុំសុភីត្រូវបាននាយកស្ដីបន្ទោសយ៉ាងខ្លាំងរហូតដល់យំវិចិត្រដើរកាត់សុភីដោយទឹកមុខស្មើធេងគេមិនត្រឹមតែមិនមានអារម្មណ៍ខុសឆ្គងដែលបានលួចស្នាដៃរបស់មិត្តភក្តិនោះទេតែគេថែមទាំងគិតក្នុងចិត្តថាមកពីនាងល្ងង់ខ្លួនឯងបើចង់រស់ក្នុងโลกនេះត្រូវតែខ្លាំងជាងគេបែបហ្នឹងគេចូលទៅលួងលោមសុភីទាំងទឹកមុខស្រស់ថ្លាកុំខូចចិត្តអីសុភីបើមានលើកក្រោយព្យាយាមម្ដងទៀតទៅចរិតត្រជាក់ត្រជុំនិងការគ្រប់គ្រងស្ថានភាពនៅពេលមិត្តភក្តិម្នាក់ទៀតមកចាប់បានថាវិចិត្រជាអ្នកលួចកែឯកសារហើយព្យាយាមទៅប្រាប់នាយកវិចិត្រមិនមានភាពភ័យខ្លាចឡើយផ្ទុយទៅវិញគេបានប្រើល្បិចកលបកស្រាយយ៉ាងត្រជាក់ត្រជុំនិងទម្លាក់កំហុសត្រឡប់ទៅមិត្តភក្តិម្នាក់នោះវិញរហូតដល់គ្រប់គ្នាជឿគេហើយមិត្តភក្តិម្នាក់នោះត្រូវបានបណ្ដេញចេញពីការងារបាត់ទៅនៅក្នុងសាច់រឿងនេះអ្នកនឹងឃើញថាវិចិត្រមិនមែនជាមនុស្សដែលប្រើអំពើហិង្សានោះទេប៉ុន្តែគេប្រើភាពត្រជាក់ត្រជុំនិងការខ្វះមនសិការដើម្បីជន់ឈ្លីអ្នកដទៃយកផលប្រយោជន៍មកទុកជារបស់ផ្ទាល់ខ្លួនគេមិនមានអារម្មណ៍ថាឈឺចាប់នៅពេលឃើញសុភីយំគេមិនមានអារម្មណ៍ភ័យខ្លាចពេលធ្វើខុសគេពូកែសម្ដែងរហូតដល់ជនរងគ្រោះមើលមិនធ្លុះ